คุยกินเนาะคุยแกล้งป้าอะไรป้า ខ្ញុំចាញ់ហើយខ្ញុំហត់ហើយខ្ញុំឲ្យអ្នកឈ្នះហើយគ្រប់យ៉ាងខ្ញុំសុខចិត្តចាញ់ខ្ញុំលាអ្នកហើយចាប់ពីថ្ងៃនេះទៅខ្ញុំលាអ្នករហូតលេងមានថ្ងៃត្រឡប់បងប្អូនទាំងអស់គ្នាពេលខ្លះយើងមិនគួរគិតអ្វីបែបនេះទេកន្លែងណាយើងដួលយើងក្រោកកន្លែងដូចពាក្យចាស់ថាដួលកន្លែងណាក្រោកកន្លែងពាក្យមើងងាយពាក្យស្ដីថារបស់គេយើងអាចយើងយកមកស្ថាបនាខ្លួនឯងយើងយកមកកែប្រែខ្លួនឯងយើងត្រូវយកពាក្យរិះគន់របស់គេយកមកកែប្រែហើយតស៊ូដើម្បីជំនះពាក្យរិះគន់របស់គេយើងមិនត្រូវចោះចាញ់ឬក៏មិនត្រូវទន់ជ្រាបជាមួយពាក្យដែលអ្នកដទៃគេថាទេមែនហើយបងប្អូនទាំងអស់គ្នាជីវិតនោះយើងម្នាក់ម្នាក់មែនហើយបងប្អូនទាំងអស់គ្នាយើងមិនមែនចេះតែធ្វើត្រូវរហូតមិនមែនចេះតែល្អរហូតទេមនុស្សយើងមិនអាចកើតមកមានពីកំណាទេហើយខ្ញុំជាក្មេងម្នាក់ដែលមានបទពិសោធន៍គ្រប់គ្រាន់ដែលមានខ្សែជីវិតមួយដ៏សែនលំបាកខ្ញុំនៅពីក្មេងពេលខ្លះសឹងតែគ្មានម្ហូបហូបបាយផងថ្ងៃខ្លះខ្ញុំទៅរៀនសឹងតែគ្មានលុយសំបីតែ100ឬក៏50ជាប់នឹងកប៉ាល់ផងជំនាន់ខ្ញុំចាយលុយ50ពេលខ្លះខ្ញុំទៅរៀនខ្ញុំបុកអំបិលម្ទេសយកទៅបេះជាមួយនឹងតាគៀបក្តាមបេះជាមួយព្រីងបេះជាមួយស្វាយហូបវាតែកាលនោះជីវភាពខ្ញុំខ្វះខាតមែនទែនប៉ុន្តែខ្ញុំនៅតែព្យាយាមតស៊ូប្រឹងប្រែងរហូតដល់ខ្ញុំធំនឹងក្តីប៉ុណ្នេះខ្ញុំមិនដែលគិតថាខ្ញុំត្រូវតែបញ្ចប់ជីវិតខ្លួនឯងដោយបងប្អូនស្រីម្នាក់នោះទេវីដេអូនេះខ្ញុំចេញជាសារដាស់តឿនឲ្យបងប្អូនចេះតស៊ូរឹងមាំដោយខ្លួនឯងយើងមិនត្រូវចាញ់មិនត្រូវខ្វល់ខ្វាយពាក្យសម្ដីអ្នកដទៃទេអ្វីដែលយើងធ្វើបានគឺយើងត្រូវតែខំប្រឹងប្រែងព្យាយាមតស៊ូក្រោកឈរឡើងដោយខ្លួនឯងបើសិនជាយើងអាឡ័យតែស្ដាប់ពាក្យរិះគន់របស់គេអាឡ័យតែខ្វល់ខ្វាយមិនយកចិត្តទុកដាក់ជាមួយជីវិតខ្លួនឯងយើងមិនអាចរកខ្លួនឯងទេហើយវីដេអូនេះខ្ញុំចេញមកលើកទឹកចិត្តបងប្អូនមួយចំនួនដែលតែងតែបាក់ទឹកចិត្តដែលតែងតែមានវិបត្តិដែលតែងតែមានបញ្ហាក្នុងក្រុមគ្រួសារហើយគិតថាចង់បញ្ចប់ជីវិតខ្លួនឯងដោយត្រឹមនេះអូខេខ្ញុំគិតថានេះវាជាដំណោះស្រាយមួយដែលមិនត្រឹមត្រូវឡើយអ្វីដែលយើងគួរធ្វើពីនេះគឺយើងត្រូវក្រោកឈរត្រូវតែព្យាយាមតស៊ូឲ្យគេស្គាល់ពីសមត្ថភាពយើងឲ្យគេស្គាល់ពីភាពក្លាហានហើយភាពរឹងមាំរបស់យើងដូចជារូបខ្ញុំមិនដែលសូវគិតខ្វល់ខ្វាយជាមួយបងប្អូនមួយចំនួនតូចដែលគាត់តែងតែខមមិនរិះគន់ឬក៏ជន់បលិចខ្ញុំទេអ្វីដែលខ្ញុំធ្វើបានគឺខ្ញុំធ្វើដូចជាវីដេអូនេះខ្ញុំនៅតែចេញវីដេអូចែករំលែកពីរបៀបដាក់ម៉ោងឬក៏ចែករំលែកពីជីវិតរស់នៅពិតប្រចាំថ្ងៃរបស់ខ្ញុំគ្មានអ្វីត្រូវលាក់បាំងគ្មានអ្វីត្រូវអៀនខ្មាស់ទេខ្ញុំទទួលស្គាល់ថាជីវភាពខ្ញុំក្រខ្ញុំទទួលស្គាល់ថាជីវភាពខ្ញុំខ្វះខាតចឹងហើយខ្ញុំនៅតែតស៊ូព្យាយាមឈរទៅមុខជាអ្នកចិត្តខាងអ្នកណាដូចអ្នកណាទេមិនថាខាងបងប្អូនឬក៏ខាងខ្ញុំទេតែងតែមានមនុស្សជុំវិញខ្លួនយើងតែងតែរិះគន់យើងតែងតែមើលងាយយើងតែងតែជន់បលិចយើងហើយប៉ុន្តែអ្វីដែលខ្ញុំធ្វើបានខ្ញុំតែងតែប្រាប់បងប្អូនហើយសម្ដីអ្នកដទៃមិនអាចធ្វើឲ្យខ្ញុំឈឺក្បាលវិលមុខបានព្រោះម្ដាយខ្ញុំគាត់បានប្រាប់ខ្ញុំថាអ្នកណាក៏ដោយមិនអាចធ្វើឲ្យខ្លួនយើងកែប្រែបានទេក្រៅពីយើងកែប្រែខ្លួនយើងក្រៅពីយើងក្រោកឈរដោយខ្លួនឯងក្រៅពីយើងតស៊ូដោយខ្លួនឯងសម្ដីអ្នកម្ដាយដែលតែងតែប្រដៅខ្ញុំប៉ុន្មានម៉ាត់នេះតាំងពីខ្ញុំដឹងក្តីមកខ្ញុំតែងតែចងចាំវាខ្ញុំតែងតែតស៊ូខ្ញុំតែងតែកែប្រែវាដោយខ្លួនឯងចឹងហើយខ្ញុំមិនចង់ឲ្យបងប្អូនបាក់ទឹកចិត្តនៅអ្វីដែលអ្នកជិតខាងយើងនិយាយឬក៏រិះគន់ថាយើងឡើយអ្វីដែលយើងធ្វើបានពេលនេះគឺដើម្បីក្តីសុខខ្លួនឯងទី1ទី2ដើម្បីបញ្ជាក់ពីភាពក្លាហានរបស់យើងចឹងហើយអ្វីដែលយើងធ្វើបានយើងមិនត្រូវចោះចាញ់ឡើយយើងតស៊ូបានយើងតស៊ូទៅតន់យើងនៅក្មេងតន់យើងនៅមានកម្លាំងបន្តិចទៀតយើងមិនប្រកាសថាយើងនៅមានកម្លាំងរឹងមាំតស៊ូបែបនេះទៀតទេហើយវីដេអូនេះខ្ញុំចេញមកសុំចិត្តពុកម៉ែបងប្អូនដែលតែងតែគាំទ្រឬស្រឡាញ់រូបខ្ញុំបាទពូធី TV ជួយចុច like ជួយ follow ឬក៏ជួយ share ម្នាក់មួយផងដើម្បីឲ្យខ្ញុំបាទពូធី TV មានកម្លាំងចិត្តធ្វើវីដេអូឬក៏ផលិតនៅមាតិកាបែបនេះឲ្យបងប្អូនទស្សនាប្រចាំថ្ងៃចឹងហើយខ្ញុំគ្មានអ្វីទេក្រៅពីម្រាមដៃ10សុំចិត្តពុកម៉ែបងប្អូនជួយគាំទ្ររូបខ្ញុំបាទពូធី TV ផងព្រោះអីរាល់ថ្ងៃខ្ញុំគ្មានប្រាក់ចំណូលគ្មានការងារធ្វើទេខ្ញុំមានតែសង្ឃឹមទៅលើ Facebook តែម្យ៉ាងគាត់ចឹងហើយជួយ like ជួយ share ជួយ follow គាំទ្ររូបខ្ញុំបាទពូធី TV ផងវីដេអូនេះក៏ឈានដល់ទីបញ្ចប់អរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូខ្ញុំបាទពូធី TV ពីដើមដល់ចប់ជូនពរពុកម៉ែបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នាអរគុណអង្គុយស្ដាប់មកបាទចាំស្ដាប់ចាំស្ដាប់លឿមកលឿលឿនៅបងគិតថាសលេងពួយគេបងកាចាស់ភ័ក្រសលេងពួយគេតាមកែបតោះខំលើមកពីឲ្យเราដល់ហើយថាថ្ងៃនេះបងប្រុសពីរនាក់អរគុណមែនទែនដែលបងមកពីខេត្តសៀមរាបគាត់ចូលរួមសកម្មភាពជាមួយខ្ញុំបាទពូធី TV ក៏ដូចជាកុមារទេពធម្មជាតិវិវត្តនឹងថតអីទៅយកថតវងហើយនឹងស្មាតភ័ក្រឃើញសោះបាទនឹងបងនេះរូឃើញជិះមានថៃណាខ្ញុំថាបងកុមារទេពទៅពេលបងទៀតបងប្អូនអរគ្នាចាំតាមដាននៅលើវីដេអូហ្នឹងណាតិចទៀតតាស្មាតភ័ក្រជីកដល់មើលដៃខ្ញុំមកហើយធានាថាឲ្យពុទ្ធិចាប់មើលគេនិយាយមិនមើលជើងខ្ញុំហើយមើលនិយាយមកទៅអស់ទៅជើងហើយបាទវីដេអូនោះវែងណា50នាទីបាទ50នាទីប្រហែលជារឿងពាក្យមួយអូនបាញ់ខ្ញុំគាត់ចូលចិត្តទស្សនាវីដេអូវិញទស្សនាបាទអូនកាប់នៅខ្លួនមកនិយាយខ្លះមករាល់ដងខ្ញុំតែងតែចាប់
ដូចជាស្កាចាស់វ័យដំបូងវ័យកបីពួកផលិតពួកស្លាប់កែពួកសងសឹកអស់ ចឹងចូលមានចាប់ភាសាចាស់ហ៎ ប៉ុន្តែថ្ងៃនេះខ្ញុំបងវាយអារម្មណ៍ពុកម៉ែបងប្អូនទស្សនាពីពួកផ្សេងទាំងអស់ដែលខ្ញុំឆ្លង យោ ចិត្តទេ ណា បង អូស្រី បងចង់ថាពួកអីអត់អានេះមិនពួកវ័យកបីទេគឺពួកវ័យគោមក ចឹងមានតែហ្វេនមួយខមមិនថាលេខ02ពុះវៃកោតា អត់ដល់គាត់ក្រោយតិចចប់ ចប់ហើយអឺ ថាចេះបងប្អូនគាត់ខ្ញុំប្រាប់ថាលេខ0ឲ្យខ្មៅហ្នឹងហ្វានខ្ញុំគាត់ថាមិនមែនពួកវ័យកបីទេបើពួកវ័យកបីវាដោះស្នែងចេះខ្វល់កបីដល់ពេលនេះមានតែពួកវ័យគោ គឺផ្លុំ3អូន បងថតជិតថតតិច អូលឺសលេងខ្យល់អូននឹងហ្វេនគាត់មើលហើយគាត់ស្ដាប់បានអត់ទេ អត់ទេបង ហើយអត់ទេមើលបងគាត់ចាំតអូនដែរថាបានអីហើយបងខាងនេះគាត់ត្រង់ជើងគាត់នៅតែក្រោយទេ ផ្លុំ3អី បងមកយូ យើមើលសុំខ្លាំងហ្នឹងមួយមើលអូនចូលឆ្កឹះ ក៏ទៅក៏វិញទៅកើតទៀតយោ ចាំឲ្យបងមកចាប់ បងចង់ថតទេបងចង់ថតទៅបងថតសិន ไปទៅបោកដល់ អត់ទេស្កាចាស់លឺខ្លាំងវិញត្បូងអត់ផងស្កាត់ជ្រាបថ្ងៃមើលស្រីវត្តបងសលេងចឹងមុនបងខ្ញុំគិតថាខ្ញុំថាលើងមកត្បូងនេះតា អាចដឹងមក តែអត់ទេចិត្តនេះតាទេផ្លុំ3ស៊ូតហើយ ជីជីឲ្យឆ្ងាយ វីដេអូហ្នឹងបងប្អូនចង់ឃើញដល់សកម្មភាពពិតបងប្អូនមើលវិញហ្នឹងហើយ ញ៉ាំមួយនេះបងកាមេរ៉ាអូ បងនេះ អូត្រឹសណាស់បងប្អូន បើកាត់ទៅនេះវិញល្អ នេះបើកឃើញកាមេរ៉ាវិញឆ្កាស់តិច បើកាត់ទៅនេះកាត់ដៃខ្ញុំធម្មជាតិវិញអត់លឿនមែន បាទតែវាទៅជាមួយគ្នាហ្នឹងហើយបង បើយើងជីវានោះក៏វារត់មិនដែរហើយចាស់ សងសាចាស់នឹកអូនណាស់អូនអើយអត់គេលកាច់ហើយអូនេះចេញមកហើយ នេះក្នុងមែនកាត់ទៅនោះហើយកាត់ទៅ កាប់ទៅវារត់ទៅកៅនោះដែរបងចាប់ហើយវឹបលើកតុយមកខ្ញុំទៅឆ្ងាយអត់ បើវាសំខាន់មកឈុតសំខាន់ អូខេ ឈុតសំខាន់មកឈុតដែលវាលមួលឈុតដែលខ្ញុំតែងតែប្រាប់បងប្អូនថាសកាចាស់ហ្នឹងគ្រូកាន់ក្បាលវាអត់ឲ្យប៉ះទេឃើញឈុតសំខាន់ឈុតដែលខ្ញុំចង់ឃើញគឺឈុតដែលវាលមួលបែបនេះហើយវាលមួលបដាច់ក្បាលចោល អូមើលមូល នេះហើយគឺដែលខ្ញុំធ្លាប់តែប្រាប់បងប្អូនថាសកាចាស់គឺគ្រូកាន់ក្បាលឥឡូវនេះហើយនេះឃើញទេ អូថតមួយថ្ងៃបងប្អូនអើយអត់បានធ្វើធ្វើឱកាសវាធ្វើឱកាសវាសុខច្បាស់ បើខ្ញុំដាច់ហ្នឹងបង តិចនោះស្អាតអូនមកគឺមកតិចអូនតិចកុំឲ្យដាច់តិចពោះវាច្រើនដាច់តែបើយើងចេះទីក៏ដាច់ដែរពោះត្រឹសក្រនអូនហ៎ ទូចដែរ ទូចទីមក ទីមកមក បើយើងបាញ់ជាប់វាក្រាក់គឺមកលើចង្អែនៅនេះមិនកតុយនៅក្នុងនោះមកទៅនេះមកក្រឹកមកឲ្យតិចមកតិចកុំខ្លាំងដាច់ឡើយខឹកមកចឹងអពើមកអូខេមកញ៉ាំថាមកហើយជួយមកបាបងប្អូនchia sẻវីដេអូនេះវិលមកទៀតដោយសារអត់នឹងបាទដោយសារព្រៃពេកបាទចាំខ្ញុំថតចាំខ្ញុំបានរួចចាំខ្ញុំឲ្យមើលថាព្រៃប៉ុណ្ណាមកនេះពោះផងសឿបងអូនផងសឿមកទីអូនតកត្រាក់ចឹងអូពូរឿងត្រឹសដែរណាភ័ក្រពូមិនទូចមកណាផងសឿតែឃើញប៉ុណ្ណារឿងត្រឹសហើយកុលកតុយឡើងប៉ុណ្ណាណៃមើលមានអារម្មណ៍ថាមកអត់មកលោកចាប់ទៅក្នុងនេះទៀតដាច់ចូលមកវារងដាច់តិចលឺធួយទៅវិញតិចនោះចាប់អាមុនឡើងអាមុខឡើងដាច់តិចក្រាបអូនក្រាបទៅចាប់មុខឡើងដាច់តិចកុំបធូទៅចាប់មុខឡើងដាច់តិចអូ
បងខ្លះភ័យដាច់ឥឡូវនោះអូអានេះកុំឲ្យតែបដ ாய் គ្រាប់ដាច់បាត់ហើយមែនអត់អានេះបងចាក់បដ ாய் ហ៎អូនឯងនោះបងប្អូនអធិស្ឋានវីដេអូនេះវាឃើញពណ៌រៀងក្រហមពណ៌តសក់ដោយសារតែខ្ញុំចាក់វាមិនបត់ចាក់ទៅបាត់ហើយមិញមកហ្នឹងអូនឯងទៅឈប់កត្រាក់មកមកឃើញមកហើយមកហើយយ៉ាប់វាស្មោចពីបងប្អូនមើលស្មោចលងពេញដៃស្មាត់ភ័ក្រនេះបងប្អូននេះអូស្មោចច្រើនណាស់តែមានអាស្មោចខំហើយអូនឯងកុំបធូចាប់ហើយបើសិនបងទៅជួយបងចប់បងទៅជួយកុំបធូនេះចេញតែមិនបធូលឿនអូយឡងទៅពេញខ្លួននេះបងកាន់ក្រោបឲ្យបងអត់មកអូនអើយទៅទុយដូចថ្ងៃសៅរ៍ពោះសង្សៀអត់មកទេណោហើយដល់ក្នុងហ្នឹងប៉ុណ្ណាណៃដែរពោះថ្ងៃសៅរ៍បើយកអានសងអូនអើយមើលដៃបងមើលពោះឲ្យបងប្អូនមើលពោះតិចពោះមានទូចណាបងប្អូនមើលពោះប៉ុណ្ណាណៃណោឲ្យអូនមើលរនោះមើលរនោះនៅក្នុងហ្នឹងបានពិបាកយកណាក្នុងដប់អូជោគជ័យហើយវ៉ាជោគជ័យបងប្អូនយកតបានហ่ะនេះគេនេះខាងសងប្រពន្ធក៏ដៃ1គីឡូជាងហ្នឹងបងប្អូនបាទជោគជ័យហើយយេជោគជ័យបាយ